ឆានែលនិទានរឿងព្រេងខ្មែរសូមជូនរឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកកាលយូរលង់ណាស់មកហើយមានសត្វខ្លាមួយក្បាលដើរស្វែងរកស៊ីចំណីតាមទម្លាប់វាធម្មតាលុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោតៗក៏ស្រែកសួរថាយីបងគីង្គក់ឯងដើររកស៊ីអ្វីហ្នឹងគីង្គក់តបថាចុះបងឯងខ្លាចដើរមកហើយដែរខ្លាថាយើងដើររកស៊ីគីង្គក់តបថាយើងក៏ដើររកស៊ីដែរដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលោតម្ដងបានមួយសុចដូចណាតើចាប់សត្វអ្វីនឹងបានគីង្គក់ក៏អួតអាត្មាប្រាថ្នាខ្លាកោតខ្លាចថាយីថៃបើឃើញយើងលោតតិចដូច្នេះបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វតូចដីធំប៉ុណ្ណាក្ដីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដូចសម្ដីថានេះយើងលោតប្រឡងគ្នាពីត្រើយផ្លែកម្ខាងទៅត្រើយផ្លែម្ខាងមើលបើបងឯងលោតឆ្លងដល់យើងជឿថាពូកែមែនគីង្គក់ថាគីង្គក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះតែងកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលមុនវានឹងលោតទៅនោះទើបគីង្គក់តបទៅថាខ្លាអីខ្លាអ្វីបងខ្លាចអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថាហោត្រូវបងឯងលោតទៅចុះខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតគីង្គក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលត្រៀមនឹងលោតទៅនោះធ្វើកិរិយាយ៉ាងណាដែរក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ឯគីង្គក់កាលខ្លាមកឈរពីមុខឃើញពេលល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ស្រែកថាអហើយខំកន្ទុយជាប់ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេចអំណាចកន្ទុយខ្លាវាត់ទៅមុខនោះដោយទាំងគីង្គក់ទៅផងដូចជាដុំដីដែលបានចោលនឹងឈើដង្ហោះធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនអាចដឹងបានប្រមាណទៅខាងក្រោយវិញស្រែកហៅថាបងម៉ាំងកាយ៉េអើយមកគីង្គក់ឆ្លើយនៅឯនេះហើយខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថាបងម៉ាំងកាយ៉េពូកែមែនហើយប៉ុន្តែការចាប់សត្វនោះយើងមិនទាន់ឃើញរឹតបងឯងនៅឡើយទេបើដូច្នេះយើងនឹងចាប់សត្វរបងគ្នាទៀតគីង្គក់ព្រមក៏តបវិញថាបងទៅចាប់សត្វចោះបានសត្វប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរើសាច់នោះរបងគ្នាមើលតើអ្នកណាបានច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានច្រើន
ឯគីង្គក់ក្រោយខ្លាចេញទៅបាត់នោះខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេព្រោះធ្លាប់តែចាប់ចន្លេននិងស្រមោចអង្គែលោតបន្តិចទៅឃើញមានធ្យូងមួយដុំប៉ុនគ្រាប់សណ្ដែកក៏លេបធ្យូងនោះចូលទៅលោតបន្តិចទៅទៀតក៏ឃើញឆ្អឹងត្រីឆ្លាតមួយតូចនៅកណ្ដាលផ្លូវលេបថែមចូលទៅទៀតលោតបន្តិចទៅទៀតឃើញគ្រាប់អង្គែមអង្កំមួយក៏លេបចូលទៅទៀតបានជា3មុខល្មមតែពេញនោះរួចក៏ត្រឡប់ទៅវិញមកចាំខ្លាខាំងទីដដែលវិញឯខ្លាកាលស្វែងរកសត្វបានសព្វគ្រប់ហើយក៏ត្រឡប់មកកន្លែងដើមតាមការសន្យាលុះមកដល់ឃើញគីង្គក់អង្គុយចាំច្រកមុខបុកក៏សួរថាយីបងម៉ាំងកាយេមកដល់ហើយហ៎គីង្គក់តបថាយើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប៉ុន្មានមកបងឯងរើចេញមកមើលហើយនឹងកត់ត្រាខ្លារើសាច់នានាជាច្រើនមុខប្រាប់គីង្គក់រើចេញអស់ទៅប្រាប់ថាអស់តែប៉ុណ្្នឹងហើយគីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើវិញចេញធ្យូងមកមុនខ្លាសួរថាសត្វអីបងគីង្គក់ថានឹងគេហៅថាកាំងរមុយខ្លាស្ដាប់មិនបានអង្វរថាកុំនិយាយបាលីបាគូបងសូមប្រាប់ជាសម្រាយមកចុះគីង្គក់ប្រាប់ថានេះគេហៅកុយរមាស់ខ្លាក៏កោតថាយីខាំដល់ទៅរមាស់ផងទី2រើឆ្អឹងត្រីស្លាតចេញមកទៀតខ្លាសួរថាសត្វអីសស្គោះដូចនេះបងគីង្គក់ប្រាប់ថាលុកដំរីសុកខ្លាថាអាណិតទៅកុំនិយាយភាសាបាលីបាគូវៃគីង្គក់ថានឹងគេហៅថាផ្លុកដំរីសខ្លារឹតតែកោតថាអាយ៉ាលេងដល់ផ្លុកដំរីសទៀតផងចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបងគីង្គក់ថាយីអស់ប៉ុណ្ណឹងអាម៉េចនៅច្រើនមុខណាស់បងឯងចាំតែរាប់ចុះទី3រើទម្លាក់គ្រាប់អង្គែមអង្កាមចេញមកខ្លាសួរថាសត្វអ្វីក្រហមផងខ្មៅផងដូច្នេះគីង្គក់តបថាផាអាក្លេតខ្លាថានិយាយជាសម្រាយទៅមើលគីង្គក់តបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគីង្គក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារឹតតែភ័យខ្លាំងឡើងទៀតចេះតែរត់ទៅបាត់គីង្គក់ក៏ខំដេញតាមពីក្រោយលុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកហើយក៏សួរថាបងម៉ាំងកាយេរត់ទៅណាគីង្គក់ថាបងជាបុបលខ្ញុំដេញតាមខ្លាវារត់ទៅមិញបងប្រទះឃើញដែរឬទេអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគីង្គក់និងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងំពួនលើគុម្ពឫស្សីអណ្ដើកឃើញស្រែកប្រាប់ទៅគីង្គក់ថាវានៅនោះនេះវាគីង្គក់ថាបងឯងចាំនៅត្រង់ទីនេះចុះខ្ញុំនឹងឡើងទៅចាប់វា
គីងគក់ខំឡើងតាមវល់នឹងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីឮសូរផ្លោកអណ្ដើកសួរថាអើបងគីងគក់ឆ្លើយថាខ្ញុំចុះមកបូចវល់យកទៅចងវាតែម្ដងខ្លាឮសូរដូច្នោះក៏ស្ទុះលោតចុះរត់ទៅទៀតទៅឃើញដើមឈើមួយដើមធំក៏ត្រេកអរខំឡើងទៅសម្ងំវិញឲ្យសត្វទាំងពីរដឹងឯគីងគក់និងអណ្ដើកខំតាមដានទៅបាត់ដានត្រង់ដើមឈើធំនោះមើលលើឃើញខ្លាពួនក្រោតនៅលើមែកឈើក្រមៀមទើបស្រែកប្រាប់គ្នាថាកនយើងវានៅទីនោះវានៅខាងលើនោះគីងគក់ប្រាប់ថាបងជាបលឯងចាំនៅគល់ឈើក្រោមនេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ខំក្រវេក្រវាលឡើងទៅជិតប្រកៀបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមកដោយទាំងខ្លួនវាមិនដល់ដីអណ្ដើកឃើញហើយក៏សួរថាម៉េចដូច្នេះបងគីងគក់ឆ្លើយថាយីគិតលំដើមឈើនេះវិញឲ្យដួលមកនឹងចាប់អណ្ដើកបោះទង្គិចគល់ឈើនោះឮសូរបុករួចគីងគក់ធ្វើបញ្ចេញសំឡេងឮស្រែកក្រោតហើយស្រែកបន្តថាហលំឈើហើយខ្លាឮថាវាទទួលក្រឡេកមើលទៅឈើឃើញពពករស័ព្ទលឿងស្លូវស្មានថាលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញទៅតាមបន្តទៀតហើយខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថាសូមឲ្យជួយយកអាយុខ្ញុំផងបិទគីងគក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតហើយតាចាស់តបទៅនឹងខ្លាថានៅចុះសូមអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យអាគីងគក់អណ្ដើកធ្វើអ្វីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាអញនោះមកហើយតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសប់ខ្លាំងទៅខ្លារឹតតែសប់ខ្លាំងឡើងតាចាស់ចាប់អណ្ដើកបានយកទ្រព្យគួតអង្គុយហើយថាជាហើយចាំមើលធ្វើដែករួចសិនឆ្ងល់បន្តិចឃើញគីងគក់ទៅដល់ទៀតខ្លាថាអានឹងហើយវាបញ្ញាតែផ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ជាប់នឹងចង្កេះទៅខ្លាធ្វើតាមឯតាចាស់នោះគាត់ឆ្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែកើបគូសកោសកាំបិតលិចគិតឯប្រដាប់របស់ខ្លួនខាងក្រោមលាក់ស្តោកនៅកណ្ដាលវាលគីងគក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថាបងជាវិបុលឯងមើលខាងក្រោមអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏បានចិត្តអព្រួច
ហើយអើតក្បាលចូលទៅក្នុងជើងខោខំក្រិចដោយចង្កូមដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបេះជើងចោងគឺងគក់ស្រែកថាទៅកនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផងគីង្គក់ដេញតាមទៅដល់ចិត្តមាត់ស្ទឹងមួយមានទឹកជ្រៅគីង្គក់ស្រែកឲ្យអណ្ដើកថាបងប្រយ័ត្នខំស្ទាក់កុំឲ្យវាលោតទឹកក្រែងបាត់ដាខ្លាឮក៏លោតទៅក្នុងទឹកបាត់ទៅចូលក្នុងស្នប់ទាំងហូរទឹកខ្លាំងក៏នាំខ្លាលិចស្លាប់បាត់ទៅជារៀងរហូតទៅ